លើកទី2ឯងពុកម៉ែបងប្អូនខ្ញុំបានហូបគេហៅអំពិលព្រៃនេះនៅខាងខ្លះគេហៅអំពិលព្រៃហើយនៅខាងនេះខ្លះគេហៅមេកាណូនអានេះនិយាយពីខ្ទិះសិតពងគេថានិយាយឆ្ងាញ់ហ្មងពុកម៉ែបងប្អូនឆ្ងាញ់ជាងចង្រិត 4-10 ដងតាមខ្ញុំធ្លាប់ហូបអានេះបើគេលក់តាមអនឡាញខ្ញុំឃើញគេលក់1គីឡូ 40000 ទៅ 50000 ណាប៉ុន្តែសំនឹងតម្លៃវាព្រោះអ្នកចាប់ក៏ចាប់ពិបាកដែរហើយនៅថ្លៃគេធ្វើទៀតហើយសំខាន់សត្វនេះឆ្ងាញ់ហ្នឹងបងប្អូនឆ្ងាញ់ហូបលេងហូបមួយបាយអីក៏ត្រូវដែរនិយាយដាក់មួយអីក៏ត្រូវដែរដាក់មួយជាក់ក៏ត្រូវដែរនេះនេះចិត្ត1គីឡូមកចិត្ត1គីឡូមិនចិត្តមកផ្ទះដែរហ្នឹងច្រើនដែរបងប្អូនហ្នឹងរៀងស្រាលចាបងប្អូនធ្លាប់ញ៉ាំអត់ខមមិនអ្នកមួយមើលព្រោះខ្ញុំទឹកបាន2 ដងនឹងនេះកំងគេនេះជំនាញកំងគេឲ្យដល់ចាប់